សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញដល់អ្នកទាំងអស់គ្នាពីរបៀបនៃការដូរຂະຫນាតដែលយើងហៅថាដូរຂະຫນាតពីទំហំពីអ៊ីងបែបនេះពីអ៊ីងបែបនេះជួបយើងទៅមើលសិនពីអ៊ីងបែបនេះនេះទំហំចេញពីអ៊ីងទៅជាសង់ទីម៉ែត្រដើម្បីយើងដូរបានដំបូងយើងចូល file ឬហើយយើងទៅរកពាក្យថា option នេះឬហើយយើងទៅរកពាក្យថា advanced ឬហើយយើងទៅរកពាក្យថា display នេះបងប្អូនឃើញ display នេះកន្លែងនេះយើងមកមើលកន្លែងនេះវាចេញຂະຫນាតជា inch យើងទៅដូរវាទៅជាសង់ទីម៉ែត្រនេះយើងចុចលើវាមកពេលនោះវានឹងចេញជាសង់ទីម៉ែត្រយើងចុច OK បាទពេលនេះយើងបានឃើញហើយវាចេញຂະຫນាតវាគឺជាសង់ទីម៉ែត្រយើងទៅមើលបាទពេលនេះវាចេញជាសង់ទីម៉ែត្រឲ្យយើងស្រាប់ហើយមួយទៀតខ្ញុំចង់បង្ហាញពីការកំណត់ក្តាស់មុននឹងពេលយើងធ្វើកិច្ចការអ្វីមួយអញ្ចឹងណាហើយវាស្រួលហើយយើងកំណត់អញ្ចឹងតែម្ដងហើយវាបន្តធ្វើបែបហ្នឹងដដែលជារៀងរហូតដំបូងយើងចុចចូលនៅពាក្យថា layer រួចយើងហើយយើងចុចនៅកន្លែងនេះកន្លែង pick setup កន្លែង margin ជាទូទៅកន្លែងនេះយើងអាចដាក់2សង់ទីម៉ែត្រក៏បានឬក៏1កន្លះក៏បានពេលនេះខ្ញុំដាក់2សង់ទីម៉ែត្រខ្ញុំដាក់2សង់ទីម៉ែត្រទាំង4ជ្រុងខ្ញុំដាក់2សង់ទីម៉ែត្រទាំងអស់កន្លែងនេះយើងដាក់ក្តាស់បឆហើយយើងទៅកន្លែង page កន្លែងនេះយើងត្រូវដាក់ក្តាស់ A4 ហើយយើងទៅចុចនេះចុច yes ពេលនោះវានឹង load ឲ្យយើង automatic បាទវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា